ដល់ណាអភិវឌ្ឍនៅទីនោះលោកគួចចម្រើនរៀបចំកែលម្អច្រាំងស្ទឹងព្រែកថ្នោតគួចឲ្យទាក់ទាញអភិបាលខេត្តកណ្ដាលលោកគួចចម្រើនបានដឹកនាំមន្ទីរជំនាញពាក្យព័ន្ធនិងមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់កែលម្អច្រាំងស្ទឹងព្រែកថ្នោតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅកាលរសៀលថ្ងៃទី8 ខែមករាឆ្នាំ2026លោកគួចចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ច្រាំងស្ទឹងដោយអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្ដៅធានាបាននូវសុវត្ថិភាពនិងគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគួរបញ្ជាក់ថាគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកថ្នោតបែកខាងត្បូងស្ទឹងក្នុងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ590ម៉ែត្រនិងគ្រឿងបង្គុំថ្មីប្រវែង450ម៉ែត្រក្នុងនោះបានរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋបាលខេត្តកណ្ដាលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ 100% នៅចុងឆ្នាំ2026ខាងមុខនេះ